ថ្ងៃហ្នឹងពួកខ្ញុំមកទស្សនកិច្ចនៅសារមន្ទីរជាតិបងមានអារម្មណ៍ថាសប្បាយចិត្តនឹងរំភើបបងព្រោះបានមកជុំគ្នាជាមួយមិត្តភ័ក្តិនិងទទួលបានចំណេះដឹងច្រើនពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងខ្លួនឯងកាន់តែយល់ច្បាស់ពីវប្បធម៌អរិយធម៌របស់យើងកាន់តែច្បាស់ហើយបានស្គាល់រូបចម្លាក់ពីសម័យនីមួយៗកាន់តែច្បាស់សម្រាប់ថវិកាដើម្បីមក field trip នេះគឺយើងអត់មានបានចំណាយទៅលើអីទាំងអស់បងគឺយើងមកដោយ free តើតងជាមួយនឹងការធ្វើដំណើរជិះឡានក្រុងមកទាំងអស់ក៏ខាងសាលាជាអ្នកចេញថ្លៃឡានក្រុងផងដែរបងចំពោះកម្មវិធីសិក្សានៅសាកលវិទ្យាល័យ BLT នេះមានដូចជាការចុះទស្សនកិច្ចសិក្សានៅតាមរមណីយដ្ឋានរបស់ជាតិផ្សេងៗនិងការចុះវឹកហាត់ការងារតាមក្រុមហ៊ុនផ្សេងៗដែលអាចឲ្យសិស្សានុសិស្សទាំងអស់ទទួលបាននៅឱកាសការងារនិងបទពិសោធន៍ថ្មីៗជាច្រើនជំរាបសួរបងខ្ញុំឈ្មោះចម្រើនសុខធីជានិស្សិតឆ្នាំទី2ឆមាសទី1នៃសាកលវិទ្យាល័យ BLT អន្តរជាតិមកពីសាខាទី1មកពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មថ្ងៃហ្នឹងពួកខ្ញុំមកទស្សនកិច្ចនៅសារមន្ទីរជាតិបងមានអារម្មណ៍ថាសប្បាយចិត្តនឹងរំភើបបងព្រោះបានមកជុំគ្នាជាមួយមិត្តភ័ក្តិនិងមួយទៀតវិញជាមួយនឹងបរិយាកាសនិងបរិស្ថានជុំវិញខ្លួនគឺស្អាតមែនទែនហើយនឹងមានអារម្មណ៍ fresh ខ្លាំងបងមានអារម្មណ៍រំភើបហើយនឹងទទួលបានចំណេះដឹងច្រើនពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងទាក់ទងទៅនឹងសម័យចេនឡាហើយនិងសម័យអង្គរផ្សេងទៀតច្រើនទៀតដែលយើងទទួលបានពីការដែលគាត់បានរៀបរាប់ប្រាប់ចំពោះចំណាប់អារម្មណ៍ខ្ញុំទាំងពីរនាក់គឺសប្បាយរីករាយដែលបានមកសារមន្ទីរជាតិដែរបានមកទស្សនានៅវត្ថុប្រវត្តិសាស្ត្ររបស់ជាតិយើងហើយបានសិក្សាស្វែងយល់ពីសម័យមុនអង្គរនិងក្រោយអង្គរដែលធ្វើឲ្យបានឃើញរូបចម្លាក់ជាច្រើននៅសារមន្ទីរដែលអត់ងាយបានឃើញទាល់តែចូលមកនឹងបានឃើញខ្លួនឯងកាន់តែយល់ច្បាស់ពីវប្បធម៌អរិយធម៌របស់យើងកាន់តែច្បាស់ហើយបានស្គាល់រូបចម្លាក់ពីសម័យនីមួយៗកាន់តែច្បាស់ហើយជាពិសេសមានអារម្មណ៍ថារំភើបដែលបានមកសារមន្ទីរជាតិរបស់ខ្លួនឯងចឹងយើងដឹងតាក់ទងជាមួយនឹងប្រវត្តិសាស្ត្រយើងដឹងបានច្រើនបងព្រោះយើងមានអ្នកគ្រូលោកគ្រូដែលយើងហៅថា guide គាត់បានដើរជួយបញ្យល់ណែនាំយើងបានចែកទៅជាក្រុមតាមនីមួយៗបញ្យល់ទៅតាមផ្នែកពី step ទៅមួយ step ស្គាល់ពីរាជវង្សពីមួយអង្គទៅមួយអង្គគឺស្គាល់យល់ដឹងបានច្រើនខ្លាំងមែនតើបងពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងសម្រាប់ថវិកាដើម្បីមក field trip នេះគឺយើងអត់មានបានចំណាយទៅលើអីទាំងអស់បងគឺយើងមកដោយ free តើតងជាមួយនឹងការធ្វើដំណើរជិះឡានក្រុងមកទាំងអស់ក៏ខាងសាលាជាអ្នកចេញថ្លៃឡានក្រុងផងដែរបងសម្រាប់រយៈពេល1ឆ្នាំហ្នឹងគឺទទួលបានបទពិសោធន៍ច្រើននិងទទួលបានការរៀនបន្ថែមដូចជាការបំពេញនៅភាសាអង់គ្លេស free នៅពេល1ឆ្នាំគឺទទួលបានចំណេះដឹងថែមទៀតទៅទៅនឹងភាសាហ្នឹងគឺជាចំណុចល្អមួយដែលទទួលបានពីសាកលវិទ្យាល័យក្នុងរយៈពេល1ឆ្នាំចំពោះកម្មវិធីសិក្សានៅសាកលវិទ្យាល័យ BLT នេះមានដូចជាការចុះទស្សនកិច្ចសិក្សានៅតាមរមណីយដ្ឋានរបស់ជាតិផ្សេងៗនិងការចុះវឹកហាត់ការងារតាមក្រុមហ៊ុនផ្សេងៗដែលអាចឲ្យសិស្សានុសិស្សទាំងអស់ទទួលបាននៅឱកាសការងារនិងបទពិសោធន៍ថ្មីៗជាច្រើនផងជាចុងក្រោយមានពាក្យប្រែ5សម្រាប់បងប្អូនទី12ឲ្យខិតខំរៀនតស៊ូទាំងអស់គ្នាហើយជាមួយនឹងការជូនពរសំណាងល្អដូចគ្នាហើយនៅពេលដែលរៀនចប់សូមឲ្យជ្រើសរើសជំនាញឬក៏សាលាមួយដែលច្បាស់លាស់ហើយសម្រាប់ខ្ញុំផងដែរគឺចង់ recommend ទៅកាន់បងប្អូនទាំងអស់គ្នាគឺសាកលវិទ្យាល័យអន្តរជាតិ BLT ព្រោះថាសាកលវិទ្យាល័យអន្តរជាតិ BLT មិនមែនមានតែមុខជំនាញដែលយើងរៀនទ្រឹស្ដីទៅមុខទេគឺមានការចុះអនុវត្តផ្ទាល់ផងដែរ BLT International University, the future of global leaders.